ជម្រាបសួរមិត្តអ្នកអាននិងតាមដានបណ្ដាញសង្គម Facebook ជាទីរាប់អានចំពោះកាមេរ៉ាចាប់ល្បឿននេះហើយផ្ទាំង LED ខាងលើដែលបង្ហាញទិន្នន័យលេខនេះគឺជាល្បឿនរបស់យានយន្តលោកអ្នកនៅពេលដែលឆ្លងកាត់គឺត្រូវបង្ហាញនៅក្នុងផ្ទាំងនេះផងដែរហើយចំពោះបងប្អូនសូមមានការប្រុងប្រយ័ត្នបើកបរដោយការទទួលខុសត្រូវបើកបរដោយល្បឿនណាសមស្របមួយដែលយើងអាចគ្រប់គ្រងយានរបស់យើងបានមិនអាចធ្វើឲ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃនៅលើដងផ្លូវសូមបញ្ជាក់ផងដែរដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មានតែបងប្អូនអ្នកប្រើប្រាស់យានយន្តទេបាទត្រូវតែចូលរួមទាំងអស់គ្នាព្រោះថាជីវិតយើងថ្លៃណាស់ហើយក៏សូមអរគុណចំពោះលោកឧត្តមសេនីយ៍តូហួតសុធីស្នងការនៃស្នងការឋាននគរបាលខេត្តសៀមរាបដូចជាលោកស្នងការរងទទួលផែនពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរដែលបានខិតខំយកចិត្តទុកដាក់និងស្វែងរកនៅវិធីសាស្ត្រយុទ្ធសាស្ត្រណាដើម្បីឲ្យអ្នកបើកបររៀនយល់រៀនដឹងនិងចូលរួមគោរពច្បាប់ចរាចរណ៍គោលដៅតែមួយគត់គឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងមានសណ្ដាប់ធ្នាប់របៀបរៀបរយលើដងផ្លូវស្រឡាញ់អាយុជីវិតអ្នកចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកសូមអរគុណ